មកទៀតហើយអ្នកទាំងអស់គ្នាថ្ងៃនេះនឹងមកនិយាយអត្ថាធិប្បាយអំពីសាងកម្មអីទៅបានមកកើតជាមេធាវីចៅក្រមរាជណាអាជីពដ៏ខ្ពង់ខ្ពស់ឃុំក្រងវាសនាអនាគតរបស់អ្នកដតីអាជីពដែលមានអំណាចផុតដែលគ្រាន់តែហាមាត់ឬក៏ប្រើចុងបិចឬក៏ប្រតាប់ត្រាតូចមួយក៏អាចធ្វើឲ្យជីវិតមនុស្សនឹងរស់ឬស្លាប់នៅក្នុងមួយប្រព្រឹត្តភ្នែកគឺក្តោបក្តាប់ជោគវាសនាអនាគតគេនៅក្នុងដៃរបស់ខ្លួនអស់ចាមិនគ្រាន់តែភាពឆ្លាតវៃពូកែក្លាហានតេប៉ុណ្ណឹងទេកុំច្រឡំថាគ្រាន់តែជាបុគ្គលដែលប្រកែចងចាំអាចទិញមេរៀនរហូតដល់ប្រឡងជាប់ធម្មតាណានៅក្នុងច្បាប់កម្មផលវាមិនអញ្ចឹងទេគ្រប់យ៉ាងណាវាមានហេតុទៅវាមានផលនាពេលបច្ចុប្បន្ននេះនៅអ្វីដែលយើងទទួលបានហ្នឹងគឺវាសិតតែបានសាងហេតុបច្ច័យហ្នឹងតាំងពីជាតិមុនមកអស់រយៈកាលយូរហើយមិនមែនត្រឹមតែជាការចៃដន្យនោះទេនៅក្នុងចក្រវាលការវើកើតវើស្លាប់នេះវាអត់មានភាពចៃដន្យនោះទេមនុស្សដែលអាចមកអង្គុយនៅលើកៅអីក្រងតំណែងដ៏ខ្ពង់ខ្ពស់ដ៏អស្ចារ្យដែលគេគោរពកោតខ្លាចគ្រប់គ្នាបែបនេះត្រូវតែមានបុណ្យចាស់នឹងមកតាមជាមួយហើយមិនមែនធម្មតានោះទេហើយសំណួរសួរថាត្រូវសាងហេតុបច្ច័យសាងបុណ្យអីបានកើតមកមានអំណាចផ្លូវច្បាប់នៅក្នុងដៃបែបនេះជាដំបូងផុតទេគឺសច្ចបាមីមនុស្សប្រភេទខំនេះគឺត្រូវតែមានសច្ចវាចាតាំងពីអតីតជាតិគឺជាមនុស្សដែលចូលចិត្តគោរពពាក្យសច្ចៈយកពាក្យសច្ចៈគឺជាគោលហើយមិនមែនជាប្រភេទមនុស្សចូលចិត្តនិយាយបោកប្រាស់គ្មានពាក្យសច្ចៈនោះទេមិនមែនជាពួកដែលចូលចិត្តនិយាយកុហកភូតផលគេឯងថ្ងៃតើខ្លាចជាចំណប់ហ្នឹងឯណាគឺជាពួកប្រភេទមនុស្សដែលចូលចិត្តនិយាយតែពាក្យប៉ិតពាក្យសច្ចៈទៀងត្រង់ពួកនេះមិនសមពាក្យប៉ិតរហូតមករក្សាពាក្យសច្ចៈហ្នឹងយ៉ាងជាប់ជួនហើយរឿងបន្ទាប់មកទៀតគឺបញ្ញាបាមីការចូលចិត្តសិក្សារៀនសូត្រសំចំណេះដឹងចូលចិត្តសិក្សារឿងក្នុងលោកសិក្សាសង្គមមនុស្សដែលកើតមកមានខួរក្បាលល្អមានបញ្ញាស្មារតីល្អអាចចាំច្បាប់ចាំមេត្រាសភៅបានទាំងក្បាលហាក់ដូចជាកពីផាសអក្សរទាំងអស់ហ្នឹងមកសភៅចូលទៅក្នុង memory បានការចងចាំបានអាច copy ចូលទៅក្នុងខួរក្បាលបានបែបហ្នឹងណាវាត្រូវតែជាមនុស្សដែលសំពូជបញ្ញាឆ្លងភពឆ្លងជាតិមកយូរអង្វែងហើយបានជាបញ្ញាការចងចាំសាហាវបែបហ្នឹងហើយរឿងបន្តទៀតហ្នឹងណាគឺក្រុមនេះជាពួកមនុស្សដែលចូលចិត្តរហយុទ្ធធរជាមនុស្សដែលចូលចិត្តនៅកណ្ដាលមិនលំអៀងណាប្រហែលជាពួកគាត់ហ្នឹងធ្លាប់កើតជាមេដឹកនាំគេហើយចូលចិត្តដោយវាថាដឹកនាំគេឲ្យដើរផ្លូវកណ្ដាលពេលគេមានចំនួនអីចឹងចូលចិត្តរហយុទ្ធធរឲ្យគេដោយមិនលំអៀងអីចឹងណាប្រហែលជាពួកប្រភេទហ្នឹងឯងបានជាបានកើតមកមានបុណ្យមានអំណាចហើយរបៀបថាទម្លាប់ចូលចិត្តរបស់គាត់ហ្នឹងគឺនៅតែដដែលអញ្ចឹងណាអញ្ចឹងហើយបានជាជាតិនេះហ្នឹងគាត់កើតមកហ្នឹងធ្វើទៅគេហៅថាចាប់អាជីពជាអ្នកច្បាប់អញ្ចឹងឯងដោយសារអាទម្លាប់ពីអតីតជាតិរបស់គាត់ហ្នឹងឯងហ្នឹងណាតែសូមប្រាប់ហើយណាថាការដែលជាមេធាវីការដែលជាចៅក្រមរាជអាជ្ញាអីអស់ហ្នឹងណាវាមិនមែនត្រឹមតែជាកសលផលបុណ្យជាអំណាចធ្លាក់ពីលើមេឃនោះទេវាក៏ជាអាជីពដ៏គ្រោះថ្នាក់បំផុតដែរព្រោះថាអាជីពនេះអាចនាំអ្នកឯងទៅកាន់នរកលឿនជាងអាជីពផ្សេងណាចាហេតុអីបានជានិយាយថាជាអាជីពមានគ្រោះថ្នាក់ទៅវិញគេលយសង្អីគេមានអំណាចនៅក្នុងដៃគេមានកិត្តិយសគេឈ្មោះសង្អីហេតុអីបានត្រូវមកនិយាយអញ្ចឹងទៅវិញចាព្រោះថាអាជីពនេះវាស្ថិតនៅលើខ្សែបន្ទាត់រវាងបាបមហាសាហើយនឹងក៏បុណ្យមហិមានោះអីនៅក្នុងគម្ពីរបត្រៃបិដកមានសម្ដែងអំពីអកតេ4ដែលជាមូលហេតុនៃការបំផ្លាញយុត្តិធម៌ហើយវាប្រៀបដូចជាលិខិតអញ្ជើញຂະຫນាត VIP មួយសម្រាប់អញ្ជើញអ្នកច្បាប់ទាំងឡាយនឹងបានចុះទៅលេងឋាននរកអញ្ចឹងឥឡូវយើងសាកល្បងគិតមើលថាបើចាក្រមព្រះអាញា
កាត់ក្តីដោយលំអៀងគឺថាកាត់ក្តីដោយលំអៀងព្រោះស្រឡាញ់ឬក៏លំអៀងព្រោះស្អប់ទទួលសំណោកសោកប៉ាន់ឬក៏ដោយសារឃើញថាជាសាច់ញាតិបាក់ពួកខ្លួនឯងញាតិសដានបងប្អូនអីផ្សេងអញ្ចឹងណាក៏សម្រាប់ចាត់ឲ្យគេហៅថាឲ្យខុសទៅជាត្រូវកាត់ក្តីដោយគ្មានយុត្តិធម៌មិនខ្វល់ពីភាគីណាខុសភាគីណាត្រូវទេប្រវែអ្នកខុសនោះឲ្យខ្លាយទៅជាត្រូវហើយបង្កាច់បង្ខូចអ្នកត្រូវនោះឲ្យខ្លាយទៅជាខុសវិញអាហ្នឹងគេហៅថាលំអៀងដោយស្រឡាញ់ហើយមិនចឹងទេអាចកាត់ក្តីដោយលំអៀងព្រោះថាស្អប់មិនចូលចិត្តបុគ្គលម្នាក់ហ្នឹងឬក៏ស្អប់មិនចូលចិត្តសាច់ញាតិមិត្តភ័ក្តិរបស់បុគ្គលហ្នឹងអីចឹងណាឬក៏នៅទនីស្អប់មុខអបែកហ្នឹងពេកឬក៏ខឹងអបែកហ្នឹងអត់ចូលចិត្តហ្មងណាលេងដាក់គេហៅថាដាក់ទោសតនកាត់សេចក្តីដោយគេហៅថាដាក់ទោសលើកម្រិតអីចឹងដាក់ទោសលើគេហៅថាលើអំពើដែលគេបានសាអញ្ចឹងណាដាក់ទោសធ្ងន់ធ្ងរនិយាយទៅធ្វើបាបគេឲ្យជាប់គុកអីចឹងទៅគ្នាមិនបានប្រព្រឹត្តខុសអីផងដោយសារតែស្អប់មុខឯងពេកដាក់គុកឯងលេងមួយសំមុខអាហ្នឹងវាចូលទៅលំអៀងព្រោះស្អប់ហើយក៏វាតាមមកជាមួយនឹងគេហៅថាមោហកតេលំអៀងព្រោះតែសេចក្តីល្ងងខ្លៅมันមានការពិចារណារកហេតុផលភ័ស្តុតាងឲ្យបានច្បាស់លាស់ត្រឹមត្រូវអីទេដោយថាសរុបសេចក្តីឲ្យមនុស្សបរិសុទ្ធហ្នឹងត្រូវទទួលរងទោសទណ្ឌកម្មធ្ងន់អីអញ្ចឹងទៅហើយមួយទៀតចុងក្រោយហ្នឹងគឺលំអៀងព្រោះតែសេចក្តីខ្លាចគឺថាអាចខ្លាចអំណាចឥទ្ធិពលអ្នកមានលុយអ្នកមានអំណាចថ្នាក់ខ្ពស់ជាន់ខ្ពស់អីចឹងណាខ្លាចគេធ្វើបាបខ្លួនឯងអញ្ចឹងទៅក៏សម្រេចសេចក្តីទៅតាមតម្រូវការរបស់បុគ្គលអ្នកមានអំណាចហ្នឹងហើយឲ្យតែរួចខ្លួននិយាយទៅយកទៅរួចខ្លួនឯងអញ្ចឹងអត់ខ្វល់ថាតែជនជាប់ចោតហ្នឹងធ្វើខុសអត់ជាប់គុកប៉ុណ្ណាអត់ខ្វល់ទេនិយាយទៅឲ្យតែខ្លួនឯងហ្នឹងបានរួចខ្លួនសិនកុំឲ្យតែខ្លួនឯងហ្នឹងមានរឿងដឹងអត់ថាកម្មរបៀបហ្នឹងណាអាកម្មខ្លែងបន្លំគ្មានយុត្តិធម៌ហ្នឹងណាវាធ្ងន់ធ្ងរប៉ុណ្ណាទៅការដែលអ្នកបញ្ជូនមនុស្សបរិសុទ្ធហ្នឹងចូលទៅក្នុងគុកមិនត្រឹមតែធ្វើបាបបំផ្លាញអនាគតវាសនាម្នាក់ហ្នឹងទេណាគ្រួសារប្រពន្ធកូនឪពុកម្ដាយបងប្អូនសាច់ញាតិរបស់គេហ្នឹងក៏ត្រូវរងផលប៉ះពាល់ជាមួយគ្នានឹងដែរហើយសម្លេងយំទួញសោកណាភាពសោកសៅគេហៅថាគំនុំគុំគួនជាបាតរបស់មនុស្សជាច្រើនត្រូវបានផ្លាញដោយច្បាប់វានឹងហុចផលមកឲ្យអ្នកកាត់សេចក្តីនឹងវិញមានន័យថាយើងអ្នកកាត់សេចក្តីក៏យើងត្រូវទទួលរួមចំណែកនៅអំពើគេហៅនៅចិត្តគប់គួនគំនុំគុំគួនរបស់អ្នកដែលរងសេចក្តីអយុត្តិធម៌នឹងដែរហើយស្របពេលនឹងដែរនៅពេលដែលយើងបញ្ជូនមនុស្សបរិសុទ្ធចូលទៅក្នុងគុកគឺមានន័យថាយើងបានដោះលែងមនុស្សប្រព្រឹត្តល្មើសដោះលែងជនពាលឲ្យវានៅក្រៅគុកវិញឲ្យវានៅក្រៅឃុំវិញណានៅពេលដែលពួកអន្តពាលអស់ហ្នឹងវាទៅប្រព្រឹត្តគេហៅថាអំពើល្មើសប្រព្រឹត្តអង្គប្រព្រឹត្តអសន្តិសុខអង្គគេហៅចលាចលធ្វើបាបគេឯងបន្តទៀតណាកម្មមួយផ្នែកនៃអំពើអាក្រក់របស់វាហ្នឹងក៏ហុចផលត្រឡប់មកយើងអ្នកកាត់សេចក្តីហ្នឹងវិញដែរណាក្នុងនាមដែលបានគេហៅថាបលែងជនពាលហ្នឹងឲ្យនៅក្រៅច្បាប់បលែងជនពាលហ្នឹងឲ្យនៅក្រៅគុកយើងក៏ត្រូវទទួលខុសត្រូវជាមួយវានឹងដែរហើយអាជីពហ្នឹងណាគឺថាវាដូចជាគ្រាន់តែយើងមកកាន់អាជីពរបៀបហ្នឹងដូចវាធ្ងន់មកខាងដូចជើងយើងមកខាងហ្នឹងគេហៅថាផ្អៀងតរនរោរួចជាស្រេចហើយបើសិនជាយើងមិនក្លាហានគ្រប់គ្រាន់មិនមានសច្ចៈយុត្តិធម៌គ្រប់គ្រាន់ទេដឹងទៅចប់ហើយខ្លាយទៅជាបេក្ខភាពរបស់នរោហ្មងសម្រាប់មេធាវីនោះក៏ដូចគ្នាដែរខ្ញុំដឹងថាមេធាវីគឺការងាររបស់ឯងទូនាទីរបស់ឯងហ្នឹងគឺការពារផលប្រយោជន៍ឲ្យកូនក្តីក៏ពិតមែនប៉ុន្តែបើឯងដឹងពេញបេះដូងហើយថាកូនក្តីឯងនោះវាខុសច្បាប់ឧទាហរណ៍ថាកូនក្តីឯងហ្នឹងវាសម្លាប់មនុស្សចាប់រំលោភដុតផ្ទះសម្បែងបោកប្រាស់កេងប្រវ័ញ្ចទ្រព្យសម្បត្តិអ្នកដទៃណាយើងនៅតែខំប្រឹងរកល្បិចកិច្ចកលរកបាយផ្នែកច្បាប់ជួយបង្កើតភ័ស្តុតាងជួយខ្លែងបន្លំភ័ស្តុតាងធ្វើភ័ស្តុតាងខ្លាយប្រើបាយណាមួយដូចជាសំណោកសោកប៉ាន់ចៅក្រមឲ្យវាឬក៏បរិញ្ញាកូនក្តីយើងឲ្យនិយាយហក់ឲ្យបង្កើតភ័ស្តុតាងថ្មីដើម្បីឲ្យរួចខ្លួនចំពោះមុខច្បាប់កុំឲ្យទៅជាប់គុក
អ្នកឯងឈ្នះក្តីមែនហើយអាចខ្លាយទៅជាមេធាវីកម្ពុជាល្បីល្បាញមានកេរ្តិ៍ឈ្មោះខ្លាយទៅជាមេធាវីសម្ដីមាសតម្លៃសេវាខ្ពង់ខ្ពស់ក៏ប្រពកមែនហើយប៉ុន្តែអាកេរ្តិ៍ឈ្មោះមានលុយច្រើនហ្នឹងក៏ពិតមែនណាប៉ុន្តែតឡាការកម្មផលវាខុសពីតឡាការសង្គមតឡាការកម្មផលគឺថាស្មើនឹងយើងចូលរួមធ្វើបាបកម្មមួយគេហើយស្មើនឹងយើងចូលរួមដៃដល់ជាមួយគេនឹងឯងស្មើនឹងយើងផ្លាញយុត្តិធម៌ជាមួយគ្នានឹងឯងហើយប្រើជំនាញរបស់យើងទៅធ្វើបាបអ្នកដទៃណាប្រើជំនាញរបស់យើងទៅការពារកូនក្តីដែលប្រព្រឹត្តអាក្រក់ហើយមនុស្សខ្លួនទេស្មើនឹងគ្នានឹងឯងយើងមិនប្រព្រឹត្តហ្នឹងប៉ុន្តែយើងទៅការពារអ្នកប្រព្រឹត្តហ្នឹងស្មើតែប្រព្រឹត្តគេណាបុគ្គលណានិយាយកុហកបោកប្រាស់ដោយចេតនាបុគ្គលហ្នឹងគឺហ៊ានធ្វើអំពើអាក្រក់គ្រប់ធ្វើបាបគ្រប់បែបគ្រប់យ៉ាងហ្នឹងហើយបុគ្គលដែលប្រើផ្លូវច្បាប់ធ្វើបាបបៀតបៀនអ្នកដទៃដែលគេគ្មានកំហុសគឺថាសម្មាចាវាចាមិនមែនជាសមាវាចាទេហើយក៏ជាមច្ឆាកមន្តៈដែរវាមិនមែនជាសមាកមន្តៈនឹងទេនៅពេលវេលាកម្មហុចផលបុគ្គលនេះមិនស្លាប់ល្អទេពេលស្លាប់ទៅគឺជាកំណើតទុគតិអបាយភូមិនរកប្រែតដេរឆានមានរឿងជាច្រើនណាបានសម្ដែងអំពីពួកអ្នកច្បាប់ការពីជំនាន់មុនសម័យពុទ្ធអីចូលចិត្តស៊ីសំណោកាត់ក្តីគ្មានយុត្តិធម៌ពេលស្លាប់ទៅនោះកើតជាប្រែតរូបរាងគួរឲ្យស្អប់ខ្ពើមគួរឲ្យខ្លាចរងកម្មយ៉ាងធ្ងន់ធ្ងរណាហើយខ្លះទៀតហ្នឹងបានទៅកើតនៅក្នុងនរកគេហៅថាទទួលកម្មនៅក្នុងនរកភ្លើងនរកដុតឆេះឈឺពើផ្សាររសារតការនៅរស់ហ្នឹងទទួលសំណោកាត់ក្តីអយុត្តិធម៌វាសំតម្លៃអត់សួរមួយមើលតើវាសមតម្លៃអត់ដោយសារតែទ្រព្យដោយសារតែលុយកាក់តិចតួចសម្រាប់សោយសុខនៅក្នុងជីវិតជីវិតមនុស្សដ៏ខ្លីនេះហើយទៅផ្ដោះប្ដូរវិញដោះដូរវិញជាមួយនឹងជីវៈដបងភ្លើងផ្ទះភ្លើងនរកដែលដាក់ទោសទណ្ឌកម្មយើងហ្នឹងឈឺពើផ្សារគ្មានរកអីថ្លៃបានណានៅពេលដែលយើងកើតជានរកហ្នឹងគឺថាអត់មានបានសោយសុខអីទេគ្មានបានសាងបុណ្យអីទេណាគឺថាសោយតែទុកមួយមុខគាត់តែម្ដងហើយមានអាយុរាប់លានឆ្នាំតើសមតម្លៃអត់ក៏មិនមែនថាអាជីពហ្នឹងវាសុទ្ធតែខាតសុទ្ធសាធហ្នឹងឯងវាក៏នៅមានឱកាសចំណេញបានដែរគឺចំណេញបុណ្យដ៏មហាសាបើសិនជាមេធាវីចៅក្រមព្រះញ្ញាហ្នឹងប្រើជំនាញចំណេះដឹងបញ្ញាផ្នែកច្បាប់របស់ខ្លួនដោះស្រាយដោយយុត្តិធម៌មិនលំអៀងរួមគ្នាស្វែងរកយុត្តិធម៌ឲ្យសង្គមស្វែងរកយុត្តិធម៌ឲ្យមនុស្សដែលសមគួរដល់ការថាភាពទទួលបានដោយយុត្តិធម៌អ្នកទោសក៏ដាក់ទោសតាមច្បាប់ហ្នឹងទៅហើយអ្នកដែលគ្មានទោសហ្នឹងក៏យើងនឹងរកយុត្តិធម៌ឲ្យគេអញ្ចឹងទៅអញ្ចឹងគឺធ្វើឲ្យសង្គមហ្នឹងគ្មានភាពភ័យខ្លាចទេរស់ដោយសន្តិភាពផ្លូវច្បាប់ពួកអ្នកមានអំណាចខាងផ្នែកច្បាប់ប្រើប្រាស់ច្បាប់បានត្រឹមត្រូវដើម្បីការពារយុត្តិធម៌ការពារសង្គមដាក់ទោសមនុស្សដែលសមគួរដល់ទោសគេហៅថាជួយមនុស្សដែលសមគួរដល់ការជួយសង្គ្រោះអញ្ចឹងគឺថាមានបុណ្យច្រើនណាស់យើងមិនធ្វើការកាត់សេចក្តីដោយលមោបនឹងលៀបសការៈឬក៏មិនខ្លាចអំណាចឬក៏គេហៅថាឃើញផលប្រយោជន៍ណាយើងតាំងខ្លួនយើងឲ្យនៅជាកណ្ដាលមិនលំអៀងណារកគេហៅថារកសច្ចធម៌យុត្តិធម៌យកជាគោលអ្នកច្បាប់របៀបហ្នឹងគឺសាងបុណ្យដល់មហាសាគឺថាឲ្យជីវិតឲ្យជោគវាសនាឲ្យសន្តិសុខសន្តិភាពឲ្យភាពយុត្តិធម៌ហ្នឹងទៅកាន់មនុស្សដែលសមទទួលបានយុត្តិធម៌ណាបុណ្យកុសលរបៀបហ្នឹងគឺថាហុចផលមកវិញឲ្យកើតជាមនុស្សដែលមានអំណាចមានបុណ្យវាសនាជាទីគោរពរបស់អ្នកដទៃអ្នកផងទាំងពួងហើយក៏គ្មានណាគេមកធ្វើបាបចោទប្រកាន់ផ្ដេសផ្ដាសហ្នឹងដែរជាមនុស្សដែលមានអំណាចគ្រប់ជាតិគ្រប់ភពសរុបមកវិញដាវនៃច្បាប់អញ្ញាគឺថាវាមានមុខពីរវាស៊ីសងថាតើអ្នកនឹងចង់យកដាវហ្នឹងទៅកាប់ភាពខ្មៅកខ្វក់ក្រក់បាបកម្មទាំងឡាយឬក៏យកដាវមួយហ្នឹងទៅកាប់គេហៅថាកសម្រក់ឈាមមនុស្សល្អបរិសុទ្ធដើម្បីទៅអោបកសោបំពេញកិលេសខ្លួនឯងគ្រប់ពាក្យសម្ដីគ្រប់គេហៅថាសេចក្តីសម្រេចរបស់ចៅក្រមព្រះអាជ្ញាមេធាវីអ្នកច្បាប់ទាំងឡាយអើយហ្នឹងត្រូវបានចុះបញ្ជីកម្មផលរួចរាល់ហើយស៊ីសងថាតើជ្រើសរើសផ្លូវណាជ្រើសរើសផ្លូវបាបឬក៏ជ្រើសរើសផ្លូវបុណ្យ
ច្បាប់កម្មផលគ្មានផ្លូវសម្ងាត់ឲ្យអ្នកឯងរួចខ្លួននោះទេច្បាប់សង្គមអាចយករួចខ្លួនអាចកន្លែងធ្វើត្រូវឲ្យជាខុសឲ្យជាត្រូវអីអញ្ចឹងបែរណាតែច្បាប់កម្មផលអត់មានទេណាសាងបាបបានបាបហើយសាងបុណ្យគឺបានទទួលផលនៃបុណ្យហើយដូច្នេះសូមឲ្យមេធាវីចៅក្រមព្រះអាជ្ញាទាំងឡាយហ្នឹងយកមកគិតសារឡើងវិញថាតើខ្លួនឯងបំពេញតួនាទីអាជីពរបស់ខ្លួនឯងហ្នឹងដោយបុណ្យកុសលឬក៏បំពេញតួនាទីដោយកិលេសហើយយើងត្រូវដឹងហើយណាថាការរៀបរាប់របៀបនេះហ្នឹងគឺខ្ញុំចង់ឲ្យខ្ញុំខ្លួនឯងដែរខ្ញុំក៏ជាមេធាវីមួយរូបដែរខ្ញុំក៏ចង់ប្រាប់ខ្លួនឯងនឹងដែរថាណែមីកពៅខ្លួនឯងកាន់តួនាទីជាមេធាវីមួយរូបត្រូវរយុត្តិធម៌ត្រូវរសច្ចធម៌ឲ្យមនុស្សកុំកាន់ទៅខាងអាក្រក់បើសិនជាឯងនេះទៅកាន់ខាងអាក្រក់ឯងត្រៀមខ្លួនជាបេក្ខភាព VIP ចុះទៅនរកទៅលិខិតអញ្ជើញគេបានធ្វើរួចហើយអញ្ចឹងខ្ញុំក៏ចង់ចូលរួមចែកម្លែកទៅមេធាវីទាំងឡាយចៅក្រមទាំងឡាយព្រះអាជ្ញាទាំងឡាយអ្នកច្បាប់ទាំងឡាយសូមជាគតិបានគិតផងថាតើជំនាញរបស់យើងនេះយើងប្រើប្រាស់វាក្នុងភាពចំណេញឬក៏ក្នុងភាពខាតសូមជូនពរអ្នកទាំងឡាយឲ្យជួបតែសុវត្ថិភាពសន្តិភាពរួចផុតចាកទុក្ខទាំងអស់គ្នាបានលាចាកវត្តដាក់បានសម្រេចថ្នាក់និព្វានតែម្យ៉ាង